ទេសភាពពិតជាស្រស់ស្អាតមែនទែនទឹកកំពុងតែហូររែកហើយមានភ្នំព័ទ្ធជុំវិញជាកន្លែងហ្នឹងទៀតហើយសម្បូរជាងគេគឺកន្លែងហ្នឹងផ្ទះបែបបុរាណណាហើយស្អាតមែនទែនខ្ញុំកំពុងតែជិះទូកហ្នឹងគឺគាត់អុំអត់លឿនទេគាត់អុំជឿតចឹងឲ្យយើងមើលទេសភាពហើយនឹងមើលបែបភូមិបុរាណគេចឹងហើយទៅកន្លែងហ្នឹងគឺប្លែកភ្នែកមែនទែនហើយខ្ញុំកំពុងតែជិះទូកហ្នឹងគឺគាត់អុំអត់លឿនទេគាត់អុំយឺតដើម្បីឲ្យយើងមើលទេសភាពក្នុងភូមិហ្នឹងចឹងណាកូនបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងកុំភ្លេចមើលវីដេអូពីដើមដល់ចប់គេស្អាតហ្នឹងគេសិតតែបុរាណមកស្ទីល ចង់សួរដូចឆោតទៅចូលមានលុយទិញឡានជិះចតណានេះឡានចតនៅពុកឆ្ងល់កន្លែងឃើញគាត់នៅពងស្ទូចត្រីមិនស្មើនឹងមុខកុំព្រមដកចោលទៀតដូចគេដាំហ្នឹងអត់គេតាំងគេថានោះមួយទៀតគេទុកឲ្យស្អាតដូចគេដាំនោះដាំក្នុងទយោអាហ្នឹងទយោមែនស្អីណាសយោអូគេដាំទឹកហ្នឹងចាគេរឿងទៀតចាមានចាំដល់អូមើលស្មាអាស័យមែនអាស័យទយោសយោតាមមើលច្បាស់បានដឹងយោឲ្យវាលាបពណ៌នេះក្បូនអ្នកចាខ្ញុំមិនជិះខោកំផាត់ពីអូនទេមែនតាឯកូខាងណាផ្សេងនេះđấyយើងមិនដែរទៅជិះក្បូនគេហុញទៅជា